ក៏ឡងមកមានអ្នកជំងឺច្រើនគាត់ឆាតមកសួរថាហេតុអីបានជាខ្ញុំសុំថ្នាំពីលោកគ្រូសុំរូបមន្តពីលោកគ្រូខ្ញុំកាប់ទៅហើយព្យាបាលហ្នឹងវាមិនសូវកប់អញ្ចឹងណានិយាយកន្លែងនេះលោកគ្រូសុំបើកវងកញ្ចក់ជូនអ្នកទាំងអស់គ្នាបន្តិចដោយសារតែរហងៃនេះលោកគ្រូក៏ជាអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រខាងសុខាភិបាលដែរប៉ុន្តែគ្រូសុំបើកវងកញ្ចក់និយាយរឿងសត្វបុរាណខ្មែររបស់យើងបន្តិចតែហ្នឹងសម្រាប់ខ្មែរយើងត្បិតតែមានការប្រើប្រាស់ជាសត្វបុរាណព្យាបាលជំងឺប៉ុន្តែជាខ្មែរយើងធ្លាប់ចូលចិត្តនិយាយថាអាគមសមយោចូលចិត្តនិយាយពាក្យហ្នឹងណាចូលចិត្តនិយាយពាក្យថាអាគមសមយោហ្នឹងភាសាអីអ្នកផ្សំថ្នាំឲ្យយើងលោកគ្រូផ្សំថ្នាំម្នាក់ពេលដែលគាត់ផ្សំថ្នាំឲ្យយើងគាត់មិនមែនឲ្យតែថ្នាំយើងទេគាត់មានបល័យសម្រាប់សកត់ថ្នាំបល័យសម្រាប់ដាស់ថ្នាំអីគាត់ទៀតនោះបល័យសម្រាប់សកត់ជំងឺសកត់អីចឹងណាអញ្ចឹងនៅពេលដែលគាត់ផ្សំថ្នាំឲ្យយើងគឺគាត់បានសូត្រគាថាហ្នឹងចូលឆ្នាំងថ្នាំឲ្យយើងហ្នឹងគេថាបល័យដាស់ប្រសិទ្ធភាពនៃគ្រូពេជ្រស្ដេចថ្នាំអាបល័យមួយហ្នឹងលោកគ្រូក៏មានដែរណាលោកគ្រូក៏មានដែរជាបល័យរបស់ឪពុករបស់លោកគ្រូផ្ទាល់តែម្ដងដែលគាត់តែងតែផ្សំថ្នាំគេហៅថាថ្នាំកាមរោគថ្នាំស្វាយថ្នាំអីហ្នឹងគឺពុករបស់លោកគ្រូហ្នឹងគាត់ជំនាញធ្វើខាងហ្នឹងណាជំនាញធ្វើខាងហ្នឹងនិយាយដល់នេះគឺអធិស្ឋានទៅសូមប្រម៉ូទជូនឪពុកលោកគ្រូនេះចុះសម្រាប់អ្នកលោកគ្រូអ្នកជំងឺណាដែលគាត់ចង់បានថ្នាំប្រភេទកាមរោគលមាស់អីផ្សេងកន្លែងប្រដាប់ភេទកន្លែងអីផ្សេងហ្នឹងណាអាចតាក់ទងមកលោកគ្រូតាម Telegram 010 636302នឹងបានដើម្បីទិញថ្នាំនឹងបានណាហើយថ្នាំនេះគឺលោកគ្រូពុកលោកគ្រូជាអ្នកគាត់ជាអ្នកផ្សំឲ្យណាហើយរូបមន្តថ្នាំរបស់ពុកលោកគ្រូហ្នឹងលោកគ្រូបានផ្សាយនៅក្នុង YouTube ហ្នឹងទេតែសារតែគាត់រក្សាសិទ្ធិសម្រាប់រូបមន្តរបស់គាត់ខ្លួនឯងអញ្ចឹងណារូបមន្តរបស់គាត់ខ្លួនឯងប៉ុន្តែបើសិនជាកូនសិស្សណាដែលគាត់បានស្ដាប់នៅវីដេអូរបស់គ្រូច្រើនចឹងអាចស្គាល់ថ្នាំច្រើនបើសិនជាកំងថ្នាំហ្នឹងទៅក៏អាចមើលដឹងខ្លះដែរមើលដឹងថាថ្នាំហ្នឹងថ្នាំអីខ្លះអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលកើតកាមរោគអ្នកកើតលមាស់កើតអីអាសាកើតលមាស់ក្នុងខ្លួនហ្នឹងអាសាហូបអីទៅលមាស់ហើយចេះតែធីងធូងចេះតែវិលអីចឹងទៅសង្ស័យថាខ្លួនឯងកើតកាមរោគអីចឹងទៅមានខ្ទុះមានអីទីទួយនៅកន្លែងប្រព័ន្ធប្រដាប់ភេទរបស់យើងហ្នឹងអាចកំងថ្នាំពីលោកគ្រូបាននេះត្រឡប់មកការងារនេះវិញហេតុអីបានជាការផ្សំថ្នាំដែលលោកគ្រូផ្សំថ្នាំទៅភាគច្រើនគាត់ទទួលបានជាដោយសារតែចាស់ពីដើមគាត់គិតថាគាត់មានបល័យហ្នឹងគ្រូចង់និយាយអញ្ចឹងណាចង់បញ្ជាក់อะไรហ្នឹងបន្តិចគឺមានបល័យដាស់ប្រសិទ្ធភាពគ្រូពេជ្រស្ដេចថ្នាំហើយបល័យមិនមែនថាបល័យលោកគ្រូណាប្រកែជាងលោកគ្រូណាវាមិនដឹងទេណាអាស្រ័យទៅលើយើងយកទៅប្រើប្រាស់ទទួលបានលទ្ធផលឬមិនទទួលបានលទ្ធផលពីព្រោះពេលខ្លះបល័យលោកគ្រូហ្នឹងគាត់បល័យល្អដែរប៉ុន្តែលោកគ្រូដែលគាត់កាន់ផ្ទាល់ខ្លួនហ្នឹងគាត់ល្មើសអីចឹងទៅគាត់ល្មើសគាត់អាចបានប្រតិបត្តិតាមការតមការតំណមរបស់គ្រូរបស់បល័យហ្នឹងទៅក៏គាត់សូត្រទៅក៏គ្មានបានប្រសិទ្ធភាពដែរវាថាគាត់ចេះដែរបល័យគាត់ចេះផ្សំថ្នាំដែរប៉ុន្តែដោយសារតែគាត់ប្រតិបត្តិការគោរពការបូជាការសែនព្រេនទៅដល់គ្រូពេជ្រស្ដេចថ្នាំដែលជាគ្រូបាតជារបស់គាត់នឹងអត់គ្រប់គ្រាន់អត់ត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរយើងក៏គាត់ផ្សំថ្នាំឲ្យយើងក៏អត់ជាដែរអានេះគឺជាក្បួនខ្មែរបុរាណណាក្បួនខ្មែរបុរាណតែសម្រាប់វិទ្យាសាស្ត្រឲ្យតែផឹកថ្នាំគឺជាឲ្យតែថ្នាំនឹងត្រូវប៉ុន្តែអានេះយើងបកមកសម្រាប់អ្នកទាំងអស់គ្នាដែលជឿជាក់ទៅលើឬក៏នៅជឿលើក្បួនខ្មែរបុរាណរបស់យើងហ្នឹងគឺតាក់ទងជាមួយនឹងបល័យណាតាក់ទងជាមួយនឹងបល័យដាស់គ្រូពេជ្រស្ដេចថ្នាំហើយសម្រាប់បល័យនេះ
អ្នកដែលមេធំនៃបល័យទាំងអស់ដែលនៅស្រុកខ្មែររបស់យើងសម្រាប់បល័យធំបំផុតឬក៏មេនៃគ្រូពេជ្រដៃថ្នាំត្មងសម្រាប់ប្រទេសកម្ពុជាយើងណាគឺនៅភ្នំកលែនអ្នកនរគ្នាគឺភ្នំកលែនគឺជាប្រភពក៏ដូចជាឫសគល់នៃថ្នាំទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងតាំងពីដើមមកខ្មែរបុរាណរបស់យើងនេះគ្រូផ្សំថ្នាំខ្មែរបុរាណមិនថាថ្នាក់តាមផ្ទះថ្នាក់ភូមិថ្នាក់ស្រុកឬក៏ថ្នាក់ប្រទេសទេគឺតែងតែគោរពបូជានៅកន្លែងភ្នំកលែនហ្នឹងយ៉ាងយើងទៅកន្លែងទឹកអំពិលពណ៌ទឹកអីគេហ្នឹងណាកន្លែងហ្នឹងគឺជាគេហៅថាឫសគល់នៃគ្រូពេជ្រតែថ្នាំតាំងថ្នាំបុរាណខ្មែររាប់ពាន់មុខក៏ដូចជាបល័យនៃការដាស់មិនថាគ្រូម៉បែបថ្នាំហ្នឹងគឺនៅភ្នំកលែនហ្នឹងឯងគ្រូម៉តែគ្រូម៉សម្រាប់ថ្នាំហ្នឹងគឺនៅភ្នំកលែនទាំងអស់ហ្នឹងបងអញ្ចឹងមិនថាគ្រូណាទេបើសិនជាអ្នកនរគ្នានឹងចេះបល័យគ្រូពេជ្រដាច់ឆ្នាំពីគ្រូណាក៏ដោយបាច់ចាំថាបល័យហ្នឹងចេះពីលោកគ្រូឬក៏ចេះឪពុករបស់លោកគ្រូទេឲ្យតែបល័យហ្នឹងគ្រូពេជ្រដាច់ឆ្នាំជាប្រភេទគ្រូពេជ្រដាច់ឆ្នាំហើយអ្នកនរគ្នាត្បិតតែបល័យនេះទទួលបានពីគ្រូហ្នឹងគាត់មិនប្រតិបត្តិឬក៏មិនប្រតិបត្តិក៏ដោយឲ្យអ្នកនរគ្នាថាដាក់ចិត្តដាក់កាយអានេះក្បួនខ្មែរបុរាណហ្នឹងណាដាក់ចិត្តដាក់កាយថាយកបល័យមួយហ្នឹងជាគោលសម្រាប់យើងផ្សំឆ្នាំហ្នឹងទី1គឺគោរពប្រណិប័តនៅអធិពលនៃបល័យហ្នឹងណាទី2រំលឹកនឹកគុណដល់គ្រូបាតជាយធំណាគ្រូបាតជាយធំគឺនៅភ្នំកលែនហ្នឹងហ្មងណាគ្រូបាតជាយធំឲ្យមកជួយជ្រោមជ្រែងបល័យដែលយើងមានស្រាប់នេះដាស់ប្រសិទ្ធភាពនៃថ្នាំដែលយើងបានដាំទឹកដាំអីហ្នឹងព្យាបាលហ្នឹងហើយក៏ដូចជាក្របដណ្ដប់នៅរោគាព្យាធិទាំងអស់ហ្នឹងឲ្យវារលាយរលត់សូន្យសងទៅអញ្ចឹងណាឲ្យឆាប់ជាហើយអ្នកជំងឺហ្នឹងមានកម្លាំងបលាំងហ្នឹងគឺប្រសើរឡើងវិញទៅតាមអ្វីដែលយើងបានប្រន់ហ្នឹងទៅនេះគេហៅថាការប្រើប្រាស់ក្បួននៃការប្រើប្រាស់បល័យរបស់គ្រូពេជ្រដាច់ឆ្នាំរបស់គ្រូមួយអញ្ចឹងតាមលោកគ្រូសង្កេតទៅគឺបល័យមានច្រើនគ្រូខុសគ្នាអញ្ចឹងមិនថាអ្នកនរគ្នាចេះបល័យមួយណាទេឲ្យតែយើងសូត្រហើយយើងគោរពក៏ដូចជាយើងធ្វើការសែនព្រេនក៏ដូចជារំលឹកនឹកគុណទៅដល់បល័យនឹករំលឹកនឹកគុណទៅដល់គេគ្រូម៉ធំបំផុតគឺភ្នំកលែនហ្នឹងគឺប្រសិទ្ធភាពគឺប្រសើរគឺការហូបថ្នាំហ្នឹងទៅគឺទទួលបានភាពជោគជ័យខ្លាំងជាងគ្រាន់តែយើងហូបធម្មតាអានេះបើតាមការបញ្ជាក់របស់ក្បួនខ្មែរបុរាណយើងទេណាវាមិនដឹងយ៉ាងម៉េចទេដូចជាថ្នាំស្វាយថ្នាំកាមរោគរបស់ពុកបលគូគាត់អញ្ចឹងអ្នកខ្លះក៏ដឹងថាថ្នាំហ្នឹងគេធ្វើអីខ្លះដែរតាគេដាំគេយករុក្ខជាតិអីខ្លះដែរតាប៉ុន្តែគាត់ផ្សំខ្លួនឯងក៏អត់ត្រូវគាត់នៅតែមកតាក់ទងជាមួយនឹងឪពុកបលគូដោយសារតែអីពុកបលគូគាត់មានបល័យមួយទៀតមុននឹងគាត់ឲ្យមួយឆ្នាំហ្នឹងទៅគាត់សូត្របល័យហ្នឹងនឹងប្រហែលចាប់ទេសូត្រដោះឲ្យលោកគ្រូក៏បានចេះបល័យហ្នឹងដែរតែនៅក្នុងលោកគ្រូវីដេអូនោះលោកគ្រូអត់បានប្រាប់ពីបល័យហ្នឹងទេដោយសារអីអត់មានអាការអនុញ្ញាតពីគាត់អញ្ចឹងណាអត់មានការអនុញ្ញាតពីគាត់ដោយសារតែជាបល័យសម្រាប់ចាំតកូលរបស់លោកគ្រូទេអញ្ចឹងណាអត់មានការអនុញ្ញាតដើម្បីធ្វើការផ្សព្វផ្សាយលោកគ្រូបានប្រាប់បល័យហ្នឹងផ្សេងហ្នឹងគឺជាបល័យរបស់គ្រូផ្សេងទេណាបល័យរបស់គ្រូផ្សេងសម្រាប់អ្នកនរគ្នាឧទាហរណ៍តែបល័យសម្រាប់ដេញខ្មោចដេញបិសាចអីចឹងទៅបល័យពេលយើងដើរព្រៃចឹងទៅដេញសត្វដេញអីកុំឲ្យវាដើរមកក្បែរយើងក្បែរអីចឹងកុំឲ្យសត្វអាសេរពឹសមកក្បែរយើងអីចឹងទៅអានឹងក៏មានបល័យដែរលោកគ្រូមានបល័យនឹងដែរអញ្ចឹងណាហើយបល័យដែលខ្លីបំផុតណាបើមិនជាបាននិយាយវីដេអូនេះក៏ប្រាប់បល័យមួយទូចមួយសម្រាប់អ្នកគ្នាបល័យខ្លីបំផុតដែលពេលដែលយើងដើរព្រៃហើយកុំឲ្យសត្វអាសេរពឹសឬក៏ព្រាយបិសាចមកយាយយើងណាពេលយើងដើរជាពិសេសពេលថ្ងៃត្រង់ដើរកាត់ព្រៃដែលស្ងាត់អីចឹងទៅឬក៏យើងដើរកាត់ព្រៃតែឯងចឹងទៅឬក៏មិនយើងសូត្របល័យហ្នឹងទៅបាទគឺយើងអាចរួចរំដោះអំពីអាទុកសោកឧបទ្រពចង្រៃហ្នឹងបានហើយបល័យហ្នឹងតែ2ម៉ាត់ទេ3 4ម៉ាត់ណា4ម៉ាត់
តែ4ម៉ាត់ហ្នឹងទេហើយអ្នកនេះសួរទិញហើយសួរចាំទៀតហើយយកទៅប្រើប្រាស់បានផ្លៃហ្នឹងអ្នកនេះគឺទី1គឺគីលវីណាគីលវីមួយទៀតគូលវូអញ្ចឹងយើងសូត្រគីលវីគូលវូគីលវីគូលវូគីលវីគូលវូសូត្រដើររហូតពេលយើងដើរយើងដឹងថាតំបន់ហ្នឹងគាត់ទៅភ្នោខ្មោចឬក៏តំបន់ហ្នឹងតែកន្លែងគួរឲ្យភ័យខ្លាចឬក៏យើងគិតថាតំបន់ហ្នឹងមានសត្វអាសេរពឹសសត្វសាហាវអីផ្សេងមានព្រាយមានអីតាមហ្នឹងយើងសូត្រទៅយើងដើរបដាយើងសូត្រមិនបាច់ញាប់ពេកសូត្រមួយអញ្ចឹងទៅអញ្ចឹងទៅយើងផ្លុំទៅតាមទីតាំងផ្សេងជុំវិញអញ្ចឹងទៅអត់មានតតេរពឹសណាមកនេះទេមកយាយយើងក៏ដូចជាសត្វព្រាយបិសាចមកយាយយើងទេហើយបល័យនេះក៏មានប្រសិទ្ធភាពសម្រាប់ដេញឆ្កែដែរឆ្កែណាដែលគាត់ព្រុសយើងណាឆ្កែព្រុសយើងហើយអ្នកនរនេះអាចតេស្តខ្លួនឯងបានបើសិនជាឆ្កែហ្នឹងព្រុសអ្នកនរគ្នារោដេញខំអ្នកនរគ្នាអញ្ចឹងណាអ្នកនរគ្នាគ្រាន់តែហួចបដាហួចធ្វើមាត់ហួចអញ្ចឹងទៅហើយសុទ្ធបល័យក្នុងចិត្តថាគិលវិគុលវគិលវិគុលវហើយមើលមុខវាឲ្យចំមើលមុខឆ្កែហ្នឹងឲ្យចំអញ្ចឹងណាគឺឆ្កែហ្នឹងគឺលែងព្រុសហើយចាំងច្រើនមើលវា12ដងវាលែងព្រុសអាហ្នឹងគឺជាបល័យមួយសម្រាប់អ្នកនរគ្នាប្រើប្រាស់ដែរណានឹងចឹងគ្រូប្រាប់បល័យនឹងមួយចុះជូនអ្នកទាំងអស់គ្នាដើម្បីឲ្យយល់ដឹងថាសម្រាប់ការប្រើប្រាស់ថ្នាំក៏ដូចជាការផ្សំថ្នាំរបស់ជាជនកម្ពុជាក៏ដូចជាគ្រូថ្នាំរបស់ប្រទេសកម្ពុជាហ្នឹងគឺមានបល័យបន្ថែមទៀតអញ្ចឹងបានអ្នកខ្លះកំងថ្នាំពីលោកគ្រូថ្ងៃណាខ្លះទៅលោកគ្រូផ្លាត់សំថ្នាំទៅគាត់មិនបានមួយឆ្នាំអីចឹងទៅគាត់ថាងមិនក៏បោះលោកគ្រូផ្ញើមកដូចទៅឲ្យខ្ញុំផ្សំខ្លួនឯងមិនត្រូវអាហ្នឹងវាតាក់ទងជាមួយអាហ្នឹងតិចទៀតវិញគឺមិនដឹងណាព្រោះលោកគ្រូក៏មិនអាចកាត់ថាវាត្រូវឬមិនត្រូវទេព្រោះពេលគ្រូផ្សំទៅគ្រូសូត្របល័យហ្នឹងដូចឪពុករបស់លោកគ្រូដែរប៉ុន្តែសម្រាប់អ្នកជំងឺគាត់ថាហូបទៅរៀងត្រូវប៉ុន្តែសម្រាប់លោកគ្រូអត់អាកាត់ទេអ្នកនរគ្នាអត់អាកាត់ថាតើតើមានបល័យបានត្រូវនោះទេអញ្ចឹងព្យាយាមឲ្យលោកអ្នកទាំងអស់គ្នានឹងព្យាយាមប្រើប្រាស់ថ្នាំឲ្យត្រឹមត្រូវក៏ដូចជាប្រើប្រាស់ឲ្យមានអនាម័យហូបឲ្យទៀងទាត់ក៏ដូចជាតមឲ្យបានត្រឹមត្រូវអញ្ចឹងទៅសរុបសេចក្តីមកវិញក្បួនខ្មែរបុរាណរបស់យើងនឹងគឺមានបល័យសម្រាប់សូត្រទៅលើថ្នាំដាស់ប្រសិទ្ធភាពថ្នាំគ្រូពេជ្រតាប់ថ្នាំគ្រូពេជ្រស្ដេចថ្នាំហ្នឹងក៏ឲ្យមានប្រសិទ្ធភាពខ្លាំងហើយក៏ដូចជាបង្ក្រាបនៅជំងឺជាអធិផ្សេងហ្នឹងឲ្យក្រាបទៅចាស់បុរាណគាត់ផ្សំថ្នាំទៅឆាប់ជាវីដេអូហ្នឹងគឺមានប៉ុណ្ណឹងហើយជួបគ្នាឱកាសក្រោយសម្រាប់ថ្នាំក្រោយទៀត